ខ្ញុំតែងតែប្រម៉ូទគេហទំព័រខ្លួនឯងអញ្ចឹងណាចេញវីដេអូរដងឥឡូវថ្ងៃនេះខ្ញុំសូមចែកម្លែកពី tip មួយក្នុងការប្រើប្រាស់ ChatGPT បាទ ChatGPT នៅលើ mobile app ហ្នឹងណាព្រោះទូរស័ព្ទដៃរបស់យើងអាច download កម្មវិធីបាទទាញចូលកម្មវិធី ChatGPT ពី Google Play Store ឬក៏ App Store បានបាទអញ្ចឹងយើងចូលមកកាន់ ChatGPT មកខ្ញុំមាន tip មួយថ្ងៃហ្នឹងគឺប្រើប្រាស់មុខងារមួយដែលគេហៅថា schedule បាទយើងឃើញពាក្យ schedule ទេអញ្ចឹងយើងចុចលើពាក្យ schedule ហ្នឹងមកហើយនៅលើ schedule នេះគឺយើងអាចកំណត់មានន័យថាកំណត់កាលវិភាគឲ្យ ChatGPT គាត់ផ្ញើអីមកយើងជារៀងរាល់ម៉ោងជារៀងរាល់3ម៉ោងម្ដងរៀងរាល់5ម៉ោងម្ដងឬក៏មួយថ្ងៃម្ដងឬក៏មួយសប្តាហ៍ម្ដងណានេះជាបទពិសោធន៍ខ្ញុំប្រើប្រាស់ជាក់ស្ដែងគឺល្អមែនទែនខ្ញុំឧទាហរណ៍ជាក់ស្ដែងថាខ្ញុំធ្លាប់បង្កើតមួយនេះចឹងណាពេលខ្ញុំចូលមើលចាំតិចពេលខ្ញុំចូលមើលអូខេហ្នឹងហើយអញ្ចឹងអានេះជាកិច្ចការដែលខ្ញុំដាក់ឲ្យ ChatGPT ផ្ញើមកខ្ញុំរៀងរាល់ដូចជា3ម៉ោងម្ដងឬក៏1ម៉ោងម្ដងនេះដូចជា1ម៉ោងម្ដងហ្នឹង1ម៉ោងម្ដងគឺ ChatGPT វានឹងផ្ញើជា notification មកខ្ញុំហើយអីដែលខ្ញុំឲ្យគឺវាផ្ញើហ្នឹងគឺជាវេយ្យាករណ៍ភាសាអង់គ្លេសកម្រិតខ្ពស់ធម្មតាខ្ញុំអត់សូវបកកាយវេយ្យាករណ៍អញ្ចឹងទៅបានខ្លះមូលដ្ឋានគ្រឹះប៉ុន្តែតើតើនៅវេយ្យាករណ៍កម្រិតខ្ពស់គឺវានឹងផ្ញើមកហើយបាទអញ្ចឹងនេះ today វាដាក់ថា today ម៉ោង5 1នាទីអញ្ចឹងវាទៅផ្ញើមុននឹងដែរអញ្ចឹងវារៀបរាប់ច្រើនបាទ advanced English grammar lesson participle clauses for concise sophisticated writing C2 level អញ្ចឹងវាមានរៀបរាប់ពីវេយ្យាករណ៍ភាសាអង់គ្លេសកម្រិតខ្ពស់ហើយរៀងរាល់1ម៉ោងម្ដងខ្ញុំតែងតែពិនិត្យមើលអានដើម្បីគេហៅថាបង្កើនចំណេះដឹងព្រោះយើងអត់មានពេលខ្លះអត់មានពេលក្នុងការរៀនខ្លួនឯងទេទោះតែមាន notification អីមួយផ្ញើមកបាទខ្ញុំចូលមើលបាទអញ្ចឹងពេលម៉ោងខ្លះវាផ្ញើមកខ្ញុំចូលមើលទៅម៉ោងខ្លះក៏អត់ទៅបាទតែយ៉ាងណាយើងស្វែងរកវិធីសាស្ត្រដើម្បីពង្រឹងចំណេះដឹងខ្លួនឯងបន្ថែមទោះបីជាយើងរៀនបានច្រើនប៉ុណ្ណាក៏ដោយក៏នៅតែមានអីរៀនថ្មីបន្ថែមច្រើនបាទហើយសម្រាប់បងប្អូនថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យឬក៏បុគ្គលិកបម្រើការងារនៅក្នុងផ្នែកឯកជននៅវិស័យសង្គមស៊ីវិលឬក៏វិស័យរដ្ឋអីក៏ដោយបាទសុទ្ធតែអាចប្រើប្រាស់បានដូចគ្នាជាប្រយោជន៍បាទសម្រាប់បងប្អូនសិស្សថ្នាក់វិទ្យាល័យអីគឺអាចបង្កើតដើម្បីឲ្យវាផ្ញើមកយើងនៅមេរៀនរៀងរាល់1ម៉ោងម្ដងអញ្ចឹងណាឧទាហរណ៍ឬក៏រូបមន្តឬក៏ភាសាអង់គ្លេសកម្រិតមូលដ្ឋានក៏ដោយបើសិនជាយើងអត់សូវចេះណាឬក៏ភាសាអីផ្សេងទៀតបាទហើយមួយវិញទៀតខ្ញុំបានបង្កើតជាកិច្ចការមួយទៀតគឺការធ្វើ research ពាក់ព័ន្ធជាមួយនឹងបាទសារព័ត៌មានមានន័យថាអត្ថបទព័ត៌មានសំខាន់ហើយឲ្យវាសង្កេតឲ្យខ្ញុំឲ្យផ្ញើខ្ញុំជារៀងរាល់3ម៉ោងម្ដងបាទនេះជាអត្ថបទដែលវាផ្ញើមកវា research ពីប្រភពព័ត៌មានផ្សេងទាំងព័ត៌មានដែលខ្ញុំឲ្យវាផ្ញើហ្នឹងគឺមានព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍តំបន់មជ្ឈមបូព៌ាអឺរ៉ុបហើយនិងអាមេរិកហើយនិងប្រទេសកម្ពុជាយើងដែរបាទអញ្ចឹងរៀងរាល់3ម៉ោងម្ដងគឺវាផ្ញើមកខ្ញុំហើយអញ្ចឹងខ្ញុំពេលមានពេលខ្ញុំចូលមើលតិចទៅបាទមិនខាត់ពេលទេបាទដើម្បីព្រោះរងថ្ងៃព័ត៌មានវាសំខាន់បើយើងតាមដានព័ត៌មានបានច្រើនយើងធ្វើឲ្យយើងហ្នឹងមានកំណត់ក្នុងការមានចំណេះដឹងបានកាន់តែច្រើនអញ្ចឹងណាអញ្ចឹងវិធីសាស្ត្ររបៀបធ្វើគឺយើងគ្រាន់តែវាយពាក្យឧទាហរណ៍ថាខ្ញុំចង់ឲ្យវាធ្វើអីគេបាទ send me ឧទាហរណ៍ថា send me one អីគេ one Excel formula ឧទាហរណ៍ណា Excel formula that is most used in finance and accounting អីគេទៀត every 2 hours អញ្ចឹងទៅអញ្ចឹងមានន័យថារៀងរាល់2ម៉ោងម្ដងខ្ញុំឲ្យវាផ្ញើនៅរូបមន្ត Excel មួយដែលជារូបមន្តដែលគេប្រើប្រាស់ច្រើននៅក្នុងវិស័យគណនេយ្យនិងហិរញ្ញវត្ថុអញ្ចឹងសរសេរតែប៉ុណ្្នឹងទេខ្ញុំគ្រាន់តែចុចផ្ញើទៅបន្តមកទៀតវានឹងចាប់ផ្ដើម create task បាទ creating task មានន័យថាវាចាប់ផ្ដើមដាក់កាលវិភាគផ្ញើមកយើង2ម៉ោងម្ដងអញ្ចឹងយើងរងចាំវាប្រហែលបន្តិចទៅអានេះបាទរួចរាល់ហើយបាទអញ្ចឹងវាដាក់មកនេះ done you will receive one Excel formula every 2 hours each lesson will include the formula and syntax what is used for in finance and accounting a practical example with sample data one common mistake to avoid a short productivity tip or variation when relevant អញ្ចឹងបើសិនជាយើងចង់ទៅមើលបន្ថែមយើងអាចចុចចូលកន្លែងនេះបានហើយយើងនឹងឃើញព័ត៌មានលម្អិតបាទ repeat custom every 2 hours and repeat never មានន័យថាវាផ្ញើមកយើងរហូតបើយើងអត់បិទកិច្ចការនេះទេគឺវានៅផ្ញើមកយើងរហូតតែម្ដងបាទយើងចង់បិទវាក៏យើងបិទបានបាទចុច delete មកគឺបិទហើយអញ្ចឹងនេះជា tip ថ្មីខ្លីខ្លឹមបាទអាចយកទៅអនុវត្តបានបងប្អូនអាច download ChatGPT មកប្រើបានបាទ ChatGPT មិនប្រម៉ូទ ChatGPT ទេប៉ុន្តែអានេះវាជាមុខងារមួយដែលផ្ដល់អត្ថប្រយោជន៍ដល់យើងអញ្ចឹងខ្ញុំចេះតែចែកម្លែកអញ្ចឹងណាអរគុណច្រើន